ដល់គ្នាថ្ងៃនេះជួបខ្ញុំសារជាថ្មីម្ដងទៀតហើយបងអញ្ចឹងមានបងប្អូនខ្លះគាត់ចូលទៅក្នុង account Facebook គាត់ងងឹតអញ្ចឹងណាងងឹតដូចយ៉ាងងងឹត background ក្នុង account Facebook របស់គាត់គឺងងឹតបែបម៉េចអញ្ចឹងណាបងប្អូនចូលទៅកាន់ Facebook បាទបងប្អូនចូលមកកាន់ Facebook មកបាទលក្ខណៈដែលងងឹតបែបនេះបាទគាត់ងងឹត background អញ្ចឹងណាអញ្ចឹងណាទូរស័ព្ទបងប្អូនខ្លះគាត់ចេញសញ្ញាភ្លឺទៅបើកពន្លឺពណ៌សអញ្ចឹងទៅបងប្អូននៅចង់បើកងងឹតហើយនឹងភ្លឺបាននោះគឺយើងទាក់ទងនឹងយើងទេអាស្រ័យលើយើងទេយើងអាចបើកបិទបានឥឡូវបងប្អូនចូលមកកាន់ Facebook បែបនេះហើយបងប្អូនចូលមកកាន់កន្លែងសញ្ញាត្រេ3បងប្អូនណានេះត្រេ3នេះខាងលើនេះបាទចុចពឹបដើម្បីយើងទៅបើកឲ្យមានពន្លឺពណ៌សវិញបាទរួចហើយបងប្អូនចុចមកកាន់លើ setting បាទមានរូបកងចក្រនេះបាទចុចពឹបមកហើយចុចពឹបមកអូខេបងចាំ play សិនបាទមកដល់ចំណុចនេះបងប្អូនអូសឡើងមកលើមកបាទបងប្អូននឹងឃើញlogo មួយគេដាក់ថា model ងងឹតបាទកន្លែងនេះដែលមានរូបដូចលោកខែនេះបងប្អូនណានេះចំណុចនេះបាទបងប្អូនចុចមកកាន់នឹងមកពឹបហើយបងប្អូនបិទមកអ្នកដាក់សញ្ញាបិទមកបាទមកបាទនេះគឺចេញពន្លឺវិញហើយបាទមិនបញ្ហាទេបាទបងប្អូនថយវិញមកគឺយើងភ្លឺវិញហើយបាទព្រោះអធិស្ឋានលើយើងបើកបិទបានខ្លួនឯងទេបាទហ្នឹងហើយនេះបងប្អូនណាបាទហើយយើងភ្លឺវិញហើយ background នៅក្នុង account Facebook củaយើងគឺយើងភ្លឺវិញហើយបាទគឺចេញធម្មតាវិញហើយបាទអត់មានអីទេបងប្អូនណាពីរបៀបបើកអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងបងប្អូនណាចាំជួបខ្ញុំនៅវីដេអូក្រោយទៀតពីរបៀបចំណេះដឹងថ្មីបាទអរគុណច្រើន